ព្រីដើមខ្នុលគោបំណងរឿងព្រីដើមខ្នុលនេះមានគោបំណងចង់អប់រំដល់បងប្អូនកុមារទាំងអស់ឲ្យចេះស្ដាប់បង្គាប់ឪពុកម្ដាយមិនត្រូវដើរលេងរហេតរហូតឆ្ងាយពីផ្ទះឬតំបន់ណាដែលគេហាមឃាត់នោះឡើយទាំងនេះវាអាចបណ្ដាលឲ្យវង្វេងមានគ្រោះថ្នាក់ដោយប្រការណាមួយម្យ៉ាងវិញទៀតអប់រំដល់បងប្អូនកុំឲ្យប្រព្រឹត្តអំពើអាក្រក់ចូលចិត្តសម្លាប់ជីវិតអ្នកដទៃឬធ្វើឲ្យអ្នកដទៃមានសេចក្តីទុក្ខលំបាកនិងរំខានចិត្តដោយសារតែទង្វើរបស់ខ្លួនឡើយដោយពាក្យចាស់លោកពោលថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ដូច្នោះដែរជាពិសេសទៅទៀតនោះគឺមិនត្រូវឲ្យមានចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយគេពុំបានឲ្យនោះទេព្រោះវាអាចនាំមកនូវសេចក្តីអន្តរាយដល់ខ្លួនបាត់បង់ការជឿទុកចិត្តពីមនុស្សទូទៅហើយคล้ายទៅជាមនុស្សគ្មានតម្លៃក្នុងសង្គមទៀតផងបាទចឹងក៏សូមបង្វែរអារម្មណ៍ដល់ពុកម៉ែបងប្អូនជាប្រិយមិត្តទាំងអស់គ្នាចូលសម្ដាប់រឿងព្រាយដើមខ្នុលនេះទាំងអស់គ្នាបាទសូមអញ្ជើញសម្ដាប់ដូចតទៅនេះបាទនាសម័យពលពតមានស្ត្រីម្នាក់អាយុជាង20ឆ្នាំធ្វើជាប្រធានកងនារីឈ្មោះភាវីក្នុងនាមជាប្រធានកងពលតូចភាវីបានសម្លាប់ជនបដិវត្តន៍និងប្រជាជនស្លូតត្រង់ក្នុងខេត្តកំពង់ចាមអស់ជាច្រើនអ្នកមិនតែប៉ុណ្ណោះនាងថែមទាំងប្រមូលមាសប្រាក់ពីប្រជាជនប្រជាជនរងគ្រោះបានចំនួន 2-3 ឡាំងយកទៅកប់ក្រោមដើមខ្នុលមួយដើមក្រោយពីថ្ងៃរំដោះនាងភាវីក៏បានស្លាប់ក្នុងសម័យសង្គ្រាមនោះទៅក្រោយពីស្លាប់ទៅប្រលឹងនាងភាវីនៅតែសោកស្ដាយទ្រព្យសម្បត្តិដែលបានលាក់ទុកក្នុងកាលនោះនាងភាវីក៏ក្លាយជាព្រាយគឺជាព្រាយក្បាល8ដ៏កាយសាហាវក្នុងខេត្តកំពង់ចាមប្រជាជនដែលបានសេះសល់ពីស្លាប់បានត្រឡប់មកភូមិស្រុកវិញរស់នៅភូមិឃុំដូចធម្មតាដោយឡែកតែសាលាវ័នដែលជាមន្ទីររបស់ខ្មែរក្រហមនោះពុំទាន់មានមនុស្សមកធ្វើការនៅឡើយទេជាហេតុធ្វើឲ្យមានស្មៅដុះពត់ជុំវិញជាពិសេសនៅម្ដុំក្បែរដើមខ្នុលដែលកប់មាសនោះឯងក្រោយមកមានកុមារម្នាក់ឈ្មោះរ៉េតអាយុ11ឆ្នាំជាក្មេងកំព្រាឪពុករស់នៅជាមួយម្ដាយរ៉េតជាក្មេងឧស្សាហ៍ណាស់ក្រៅពីរៀនសូត្រគេក៏ឆ្លៀតធ្វើកិច្ចការជួយម្ដាយលក់ដូរម្ដាយទៀតផងប៉ុន្តែគេក៏ជាក្មេងរពឹសគូសមណាស់ដែរថ្ងៃមួយរ៉េតបានបបួលមិត្តភ័ក្តិ 2-3 នាក់ឈ្មោះមឿនរងនិងវឿនទៅបេះផ្លែខ្នុលពួកគេក៏នាំគ្នាឡើងដើមខ្នុលដោយឡែកតែកុមាររ៉េតរៀងក្រមាប់ជាងគេពុំសូវចេះឡើងទៅក៏នៅខាងក្រោមដើមខ្នុលពេលពួកគេកំពុងបេះផ្លែខ្នុលកុមារមឿននិយាយថាពួកឯងក្រអូបខ្នុលទុំទេពួកឯងក្រអូបខ្នុលទុំទេកុមារវឿនឆ្លើយតបវិញថាក្រអូបអីក្រអូបស្ដីបើផ្លែសុទ្ធតែខ្ចីហ្នឹងពួកយើងចេះតែបេះទម្លាក់ទៅទុកឲ្យអារ៉េតជាអ្នកប្រមូលទុកឲ្យម៉ែវាស្ងោចុចប្រហុកនិងទុកស្លកកូឆ្ងាញ់ណាស់វើយរំពេចនោះកុមារវឿនដែលនៅមេឃខាងក្រោមនិយាយថាអាផ្លែមួយនោះធំជាងគេហើយក្រអូបណាស់ប៉ុន្តែមិនទាន់ទុំស្រួលបួលផងនិចក៏មានគេហែកអីចឹងហាពួកឯងមើលណមានស្នាមក្រចកទៀតផងរងលឺហើយក៏តបវិញដោយពាក្យសម្ដីដូចនេះថានិយាយតែណាមានមនុស្សឯណាមកហែកខ្នុលលើដើមអីចឹងនោះទេបើចាស់ប្រែក្រឡាគេបេះយកទៅបន្ទុំបាត់អស់ទៅហើយកុមាររ៉េតក៏ឆ្លើយពីក្រោមដើមវិញទីថាពួកឯងកុំនាំគ្នានិយាយច្រើន
ពេកបេះឲ្យស្រូតទៅប្រយ័ត្នដល់ផ្ទះម៉ែវ៉ៃពេលមកយូរអញ្ចឹងពួកគាត់ភ័យស្លាប់ហើយភ្លាមនោះវឿនក៏ស្រែកភ្លាមមួយរំពេចនឹងឯងស្រែកថាអាណាបោចសក់អញវើយអាណាបោចសក់អញវើយអាមឿនមែនមឿនក៏គាត់បានឆ្លើយតបទៅវិញថាបោចសក់អីបោចសក់ក្បាលហែងអីបើអញនៅមេខ្ពស់យ៉ាងនេះបន្ទាប់មកក៏រ៉េតគាត់ស្រែកវិញដែរថាអូយអាណាក្រយ៉ៅក្នុងអញអាវឿនមែនទេប្រយ័ត្នអញគប់មកខ្នុលបែកមុខវើយពួកគេទាំង3នាក់ចោតគ្នាទៅវិញទៅមកកំពុងតែតតាំងមិនទាន់ផុតមាត់ផងរ៉េតក្រឡេកមើលទៅខាងលើស្រែកទាំងស្លុតស្មារតីថាអូយខ្មោចមុខវាអាក្រក់ម្លេះអាដែងចុះឲ្យលឿនវើយកុមារទាំង3កាលបើឮរ៉េតស្រែកភ្លាមសំឡេងយ៉ាងនេះពួកគេងាកទៅក្រោយព្រមគ្នាក៏ឃើញព្រាយកំពុងតែបង្ហាញខ្លួនទាំងថ្ងៃយកដៃច្រានមឿនដែលនៅមេឃខ្ពស់ជាងគេធ្លាក់ចុះមកបាក់ដៃសន្លប់មួយរំពេញនៅចិត្តគល់ខ្នុលរីឯ2នាក់ទៀតខ្លះក៏ស្រូតចុះខ្លះក៏លោតដួលក្រិចជើងប្រឹងរត់ទាំងត្រដរផ្អើលពេញភូមិទាំងថ្ងៃរ៉េតបានរត់ទៅមុនហើយប្រាប់តាសុំដែលជាឪពុកធំរបស់មឿនគេនិយាយទាំងត្រហេបត្រហបថាតាអាមឿនធ្លាក់ពីលើដើមខ្នុលសន្លប់នៅទីនោះបាត់ទៅហើយពួកខ្ញុំបានឃើញព្រាយនៅលើដើមខ្នុលច្រានវាទម្លាក់ចុះតាសុំឮហើយស្ដីបន្ទោរ៉េតយ៉ាងខ្លាំងថាពួកឯងមិនក៏ហ៊ានទៅទីនោះសូម្បីតែចាស់ក៏មិនហ៊ានទៅខ្វៀលគោនៅក្បែរនោះផងពួកឯងនេះចំមែនព្រឺក្បាលទាំងថ្ងៃតែម្ដងហើយណាវ៉ៃនោះតាសុំកាត់ប្រញាប់ហៅអ្នកភូមិទៅជួយយកអាមឿនមកផ្ទះវិញទៅដឹងខ្លួនរួចក៏នាំអាមឿនទៅតឆ្អឹងដៃនៅឯផ្ទះគ្រូខ្មែរចាស់ក្នុងភូមិបាននិយាយថាពេលកណ្ដាលអាត្រាតែឃើញភ្លើងខៀវហោះចេញពីដើមខ្នុលនោះរីឯមុខសាលាវិញប្រលប់មិនទាន់ទេឲ្យតែជិះកង់កាត់ម្ដងណាចេះតែព្រឺក្បាលខ្ញាក់ជូនមានមនុស្សប្រុសស្លៀកខោអាវខ្មៅអង្គុយជក់បារីដូចជាអ្នកយាមពេលខ្លះមានសំឡេងស្រែកហៅតែមិនឃើញមនុស្សទេរីឯដើមស្រល់មុខសាលាវិញពេលមានខ្យល់បក់មកម្ដងរេចុះរេឡើងឮសំឡេងដូចជាមនុស្សធ្ងោព្រោះកាលឆ្នាំ1979មានពួកទាហានខ្មែរក្រហមស្លាប់នៅទីនោះជាច្រើនណាស់ប៉ុន្មានថ្ងៃក្រោយមកតាសុំនិងអ្នកភូមិបាននាំគ្នាទៅគួរភ្លើងដុតដើមខ្នុលចោលប៉ុន្តែដើមខ្នុលនោះគ្រាន់តែឡោកគល់និងជ្រុះស្លឹកខ្លះប៉ុណ្ណោះនាពេលយប់មួយអ្នកភូមិបានឃើញភ្លើងខៀវភ្លើងពើខៀវហោះសំដៅទៅដើមអំពិលដ៏ធំមួយក្រោយផ្ទះរបស់រ៉េតធ្វើឲ្យអ្នកផ្ទះរបស់រ៉េតទាំងអស់ក្រអូបក្លិនខ្នុលទុំគ្រប់គ្នាម្ដាយរ៉េតនិយាយថាអើយអ្នកណាមានខ្នុលហូបណអ្នកណាមានខ្នុលហូបណអីក៏ក្រអូបម្លេះទេរ៉េតក៏ឆ្លើយតបទៅនឹងម្ដាយវិញថាអត់មានទេម៉ែតែបើតាមខ្ញុំដឹងក្លិនដូចជាក្លិនផ្លែខ្នុលកន្លែងព្រាយលួងពួកខ្ញុំអញ្ចឹងម្ដាយរ៉េតក៏តបទៅកូនវិញថាឯងឈប់និយាយ
ឈប់និយាយទៅម៉ែខ្លាចណាស់ក្រោយមកព្រាយនាងវីក៏បានផ្លាស់ប្ដូរឈប់នៅដើមខ្នុរហើយក៏មកនៅដើមអំពិលវិញនៅពេលដែលមនុស្សក្មេងចាស់មកបេះត្រួយអំពិលក្តាប់អំពិលឬក៏ផ្លែម្ដងពួកគេឧស្សាហ៍ធ្លាក់ពីលើដើមអំពិលណាស់ព្រោះអំពិលមួយដើមនេះសម្បូរផ្លែហើយផ្អែមទៀតផងពេលប្រលប់មកដល់ពេលប្រលប់ថ្ងៃមួយមានក្មេងៗមួយក្រុមមកពីភូមិជិតខាងជិតគ្នានេះបានមកលួចបេះផ្លែអំពិលនោះដោយសារតែដើមអំពិលនោះនេះមានមេឃសាខាផ្លែរយងរយាមជាការងាយស្រួលដល់ពពុះក្មេងៗស្រវាតោងឡើងទៅលើស្រវាតោងឡើងទៅលើនាងព្រាយកាលណាបើដឹងថាក្មេងៗរពឹសខាងលួចបែបនេះក៏បញ្ចេញសកម្មភាពបន្លាចពួកគេយ៉ាងចាស់ដៃក្មេងម្នាក់ស្រែកឡើងថាអាដែងមកណេះអាដែងមកណេះឡើងតាមវัวនេះស្រួលជាងឡើងតាមវัวនេះស្រួលជាងបាទសូមជម្រាបថាវัวដែលក្មេងៗឡើងនឹងតាមពិតជាវัวនឹងគឺជាសក់ខ្មោចបាទជាសក់ខ្មោចសក់ព្រាយបាទព្រោះពេលយំមើលមិនច្បាស់ក្មេងម្នាក់ទៀតក៏តបថាអញឡើងតាមមេឃវិញទន់ហើយល្មមអោបឡើងបានហើយក៏សូមជម្រាបដែរហើយតាមដើមដែលក្មេងឡើងតាមក្រោយនេះគេថារឹងទន់ហ្នឹងគឺជាអណ្ដាតព្រាយគឺជាអណ្ដាតខ្មោចនឹងតែម្ដងពេលពួកគេឡើងបានដល់ខ្ពស់បន្តិចទៅរាវរោគចង្កោមផ្លែអំពិលមានក្មេងម្នាក់ស្ទាបទៅប៉ះចង្កុំព្រាយភ្ញាក់ព្រឺលឿនមាត់ថាចុំយាអំពិលនេះផ្លែធំម្លេះចុងស្រួយទៀតផងកាលពីថ្ងៃអញឃើញផ្លែទូចសោះហ្នឹងហេតុអីក៏ធំយប់ឡើងក៏ធំម្លេះកុមារមិនទាន់អស់ចិត្តក៏ខំបើកភ្នែកធំហើយពិនិត្យមើលក៏ស្រែកថាខ្មោចពេលនោះនាងព្រាយបានហាមាត់យ៉ាងធំធ្វើឲ្យក្មេងៗភ័យខ្លាចខ្លះរបូតដៃចុះក្រោមខ្លះក៏លោតខ្លះក៏ធ្លាក់ទល់ផ្អករលត់ដៃរលត់ជើងស្រែកអើលទាំងភូមិ2-3ថ្ងៃក្រោយមកមានស្ត្រីម្នាក់ឈ្មោះទូចបានបេះត្រួយអំពិលយកមកស្លម្ជូរដើមចេកពេលកិនពិសាសម្លនោះរួចក៏ចុកពោះដល់ស្រែកដល់នីលពេញតែផ្ទះតាមម៉ៃកើតជាគ្រូអមអាមស្រាប់ហើយចេះអាគមមុនអាគមផ្សេងកើតក៏ជាទាហានកាលសម័យអិសរៈដែរកាលបើឃើញកូនចុកពោះលេបថ្នាំមិនជាបែបនេះកើតក៏យកខ្សែអំបោះចងដៃចងជើងរួញកើតអុចទីន3ដើមនិងធូប5សរសៃសូត្រផ្លុំជាមួយនឹងទឹកមួយផ្តិលទឹកផ្តិលស្ពាន់របស់គាត់នោះហើយក៏ប្រោះទៅលើនាងរួចគាត់ចាប់ដើមអុចធូប3សរសៃទៀតវាយទៅលើចុងជើងនាងតិចរហូតដល់ក្បាលពេលនោះអ្នកជំងឺក៏ស្រែកអូយលេងអញទៅអាកញ្ចារួចក៏ធ្វើមុខក៏មកដាក់តាមម៉ៃបាទតាមម៉ៃបានស៊ូបាននិយាយថាអញមិនលេងទេនាងឯងមកពីណាឈ្មោះអីបានជាចូលរូបកូនអញដូចនេះបើមិនប្រាប់អញទេអញនឹងចាប់ញាត់ក្រឡយកទៅដុតទាំងរស់ការសន្ទនារវាងព្រាយចូលរូបនឹងតាម៉ៃជាគ្រូសិលធ្វើឲ្យអ្នកជិតខាងចោមរោមមើលពេញផ្ទះអ្នកជំងឺព្រាយចូលឆ្លើយវិញថាខ្ញុំឈ្មោះភាវីជាព្រាយក្បាល8ចង់ស៊ីញ៉ាំភ្លាចង់ស៊ីបាយសចង់ស៊ីបាយក្រហមព្រោះស៊ីតែខ្នុរច្រើនឆ្នាំមកហើយជួយ
ខ្ញុំផងជួយខ្ញុំវិញបានអត់ពេលនោះតាម៉ៃក៏ក្រហមរួចនិយាយតបទៅនាងព្រៃនោះវិញថាអូហោអញ្ចឹងទេតើបានជាដើរធ្វើបាបគេធ្វើបាបឯងច្រើនក្មេងៗធ្លាក់បាក់ដៃបាក់ជើងអូឥឡូវនេះចេញទៅហើយឈប់ដើរធ្វើបាបគេធ្វើបាបឯងបើមិនដូច្នេះទេថ្ងៃក្រោយអញមិនលើកលែងឲ្យឡើយមួយស្របក់ក្រោយមកអ្នកជំងឺក៏បានធូរស្រាលពីអាការៈជាធម្មតាវិញល្ងាចបន្តិចតាម៉ៃបានធ្វើពេស្រទាប់ជែក3តម្រូតដោតពងក្រពើសូនរូបមនុស្សញ៉ាំស្លឹកកន្ទូតមានក្បាលមឿនស្លឹកត្រជីកជ្រូកចេកទុំស្រាសបាយសបាយក្រហមរៀបចំដាក់នៅក្បែរគល់អំពិលឲ្យនាងព្រៃបានសែបសោយចាប់ពីតាំងពេលនោះមកខ្មោចនាងភាវីបានស្ងប់ស្ងាត់បន្តិចម្យ៉ាងទៀតកុមារ៉េតហាក់បីដូចជាយកចិត្តទុកដាក់បន់ស្រន់នឹងមានជំនឿទៅលើនាងថាវីនោះណាស់សូម្បីតែគេប្រឡងក៏គេទៅអុជធូបបន់ស្រន់ដែររ៉េតឧស្សាហ៍តែសែននំចំណីមានទាំងក្បាលមឿនជើងមឿនច្រមុះជ្រូកត្រជីកជ្រូកជាដើមដូច្នេះហើយទើបគេមានអារម្មណ៍មិនសូវខ្លាចព្រាយនាងភាវីឡើយលុះរំលងបានមួយសប្តាហ៍មានឪពុកមារ៉េតម្នាក់ឈ្មោះរាវុធនិងគ្នាពី3នាក់ទៀតជាអ្នករកស៊ីមកពីជំរំអូស្វាយគឺនៅអូស្វាយនៅស៊ីសផុនបាទនៅស៊ីសផុនថ្ងៃនោះពួកគាត់មានការជួបជុំទទួលទានអាហារថ្ងៃត្រង់ស្រាប់តែម្ដាយរ៉េតចុកពោះរមូលខ្លួនពេញផ្ទះពូរាវុធនិងរ៉េតនាំគ្នាជួយរឹតដៃរឹតជើងរឹតពោះដោយប្រេងកូឡានិងបរោះម្នាក់ទៀតដុតថ្មមកជួយស្អំចុងជើងនៅតែមិនបាត់ឈឺរ៉េតក៏នឹកឃើញដល់ខ្មោចនាងថាវីក៏និយាយអង្វរព្រៃថាមីងអើយមីងថាវីកុំធ្វើបាបម៉ែខ្ញុំអីចាំខ្ញុំទិញនំចំណីសែនឲ្យមីងភ្លាមនោះសំលេងនាងថាវីបានបន្លឺឡើងខ្ញុំមិនចង់ស៊ីអីទៀតទេខ្ញុំចង់កើតជាមនុស្សពួកឯងអាចជួយខ្ញុំបានទេជួយខ្ញុំផងទៅជួយខ្ញុំផងពេលនោះហើយដែលនាងថាវីបានរៀបរាប់ទាំងទឹកភ្នែកនៅប្រវត្តិរបស់នាងរហូតមកដល់ស្លាប់ត្រូវទទួលបាបកម្មបានคล้ายជាព្រាយយាមកំណប់បរោះទាំង4នាក់ចាប់អារម្មណ៍ទៅលើកំណប់ដែលនាងថាវីបានកប់ពួកគេនាំគ្នាអង្វរថាសូមបងតាវីមេត្តាប្រាប់កំណប់នោះមកចាំពួកខ្ញុំធ្វើបុណ្យឲ្យ7ថ្ងៃ7យប់ធ្វើឆាកប្រឡងបាំងសកលជូនវិញ្ញាណក្ខន្ធបងឲ្យឆាប់បានទៅចាប់ជាតិពូម្នាក់ទៀតក៏ថាមែនហើយបងថាវីអើយចាំពួកខ្ញុំសែនក្បាលជ្រូកមិនស្ងោសែនស្រានំចំណីឲ្យបងមួយសន្ទុះក្រោយមកការសន្ទនារវាងមនុស្សនិងប្រលឹងខ្មោចក៏ត្រូវបញ្ចប់នាងថាវីមិនបានប្រគល់កំណប់ទ្រព្យនោះឲ្យអ្នកណាទេព្រោះនាងនៅតែស្ដាយទ្រព្យកំណប់ទ្រព្យនោះមិនដាច់ចិត្តឲ្យសោះឡើយបុរសទាំង4នាក់នៅតែចង់បានកំណប់ទ្រព្យនេះជាខ្លាំងពេកនៅតែចង់បានហើយចង់បានទៀតខំបន់យ៉ាងណាក៏មិនបានក៏នាងថាវីមិនអោយបុរសទាំង4អ្នកនោះដោយចង់បានកំណប់ទ្រព្យនោះខ្លាំងពេកខំបន់អោយតែដល់ពេលយប់នឹងអាលទៅគើសកំណប់ទ្រព្យនោះគ្រាន់តែប្រលប់មកបន្តិចបុរសទាំង4នាក់នោះក៏លីជាប់កាប់ជាប់ជីកអ្នកខ្លះកាន់ពិលតូចពិលធំនាំគ្នាសម្ដៅទៅដើម
knolដែលព្រៃធ្លាប់រស់នៅយប់នោះមានផ្ទៃមេឃប្រែជាងងឹតស្លុងងឹតស្លុបតែម្ដងជាការឱកាសមួយដ៏ល្អដល់អ្នកដែលជីកកំណប់ទ្របគ្មាននរណាម្នាក់ឃើញពួកគេឡើយម្នាក់ប្រឹងកាប់គោះកាយដីបានចម្រៅជិត1 ម៉ែត្រក៏ប៉ះនឹងវត្ថុរឹងមួយដុំបុរសម្នាក់ក៏លឿនមកថាចំឡាំងហើយវើយចំឡាំងហើយវើយគាត់ក៏ប្រឹងកាយដីបន្តកំពុងតែត្រេកអរនឹងកំណប់ទ្របដែលប៉ះនឹងផងក៏ចាប់ដើមមានភ្លៀងធ្លាក់ជាខ្លាំងភ្លេចបន្ទោព្រាកមករន្ទះគួផងគូឲ្យខ្លាចទឹកក៏បានហូរចូលពេញរណ្ដៅដែលបានជីកអ្នកជីកកំណប់ទ្របនៅតែបន្តខ្លះខំបាច់ទឹកខ្លះខំជីកបន្ថែមទៀតទីបំផុតឡាំងនោះក៏คล้ายទៅជាដុំថ្ម2 3 ដុំកប់ក្នុងភក់លុះព្រឹកឡើងមេឃរាំងពួកគេនាំគ្នាទៅមើលរណ្ដៅនោះម្ដងទៀតទឹករែងអស់ទើបឃើញច្បាស់ថាពុំមានឡាំងដែកនោះទេគឺមានតែដុំថ្ម2 3 ដុំប៉ុណ្ណោះម្នាក់ក៏និយាយថាចាញ់បោកព្រាយចាញ់បោកព្រាយទើបនាំគ្នាកាប់ដើមខ្នុរនោះកុំតិចចោលក្រោយមកទីដើមអំពិលផ្អែមរបស់រ៉េតក៏ត្រូវរលំដល់គល់ប៉ុន្តែគេឃើញភ្លើងខៀវហោះទៅឯដើមច័ន្ទគិរីគឺដើមអំពិលបារាំងដ៏ធំមួយនៅក្បែរមិត្តបឹងឯនោះវិញប៉ុន្មានឆ្នាំក្រោយមកដើមច័ន្ទគិរីក៏ត្រូវគេរលំដល់គល់ស្មើដីទៀតផងហើយខ្មោចនាងថាវីក៏បានបញ្យល់សពនិងចូលរូបដល់អ្នកភូមិនិយាយប្រាប់គេប្រាប់ឯងគ្រប់គ្នាថានាងជាព្រាយបានកាន់សិលហើយមិនចេញលងគេឯងទៀតទេព្រោះចង់ឲ្យអស់កម្មពៀវេរីឯកំណត់ទ្របនោះពិតជាមានមែនតែមិនចង់ឲ្យទៅនរណាឡើយនេះហើយបានជាកម្មពៀវេរាដែលពុកម៉ែបងប្អូនខ្លះដែលកើតស្រឡាញ់ទ្រព្យសម្បត្តិកើតខ្លាំងមិនថាស្រឡាញ់ទ្រព្យសម្បត្តិណាមួយទេទោះបីជាដីក្តីឬក៏វត្ថុដូចជាមាសប្រាក់អីជាដើមដែលកើតបានកប់ទុកឬក៏ដីដែលកើតខំទិញបានច្រើនអារម្មណ៍របស់កើតនៅតែចង់បានដីនឹងដល់ពេលដែលកើតស្លាប់ទៅនឹងคล้ายទៅជាអមនុស្សដែលនៅថែរក្សាដីឬថែរក្សាទ្រព្យសម្បត្តិកំណប់ទ្រព្យនោះជាមខានអញ្ចឹងសូមពុកម៉ែបងប្អូនជាពិសេសផងដែរសូមពុកម៉ែបងប្អូនកុំថាស្រឡាញ់ខ្លាំងពេកធ្វើឲ្យខ្លួនលងដល់ការមិនអាចទៅកាន់សុគតិភពបានបាទអញ្ចឹងក៏ខ្ញុំបាទក៏បាននៅអានរឿងនេះក៏សូមបញ្ចប់រឿងតែប៉ុណ្ណេះឯងក៏សូមផ្ដាំទៅពុកម៉ែបងប្អូនថាការស្រឡាញ់អ្វីគូតែស្រឡាញ់មានដែនកំណត់បាទស្រឡាញ់មានដែនកំណត់បាទហើយពុកម៉ែបងប្អូនដែលបានស្ដាប់រឿងខ្ញុំហើយខ្ញុំបាទក៏សូមជូនពរជ័យសិរីជ័យយមង្គលវិបុលសុខគ្រប់ប្រការកើតមានដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមទទួលរកស៊ីមានបានត្រជាក់ត្រជុំព្រមទាំងក្រុមគ្រួសារបាទសូមអរគុណសូមជម្រាបលាបាទ